សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញពីរបៀបដាក់ចំណីមាន់និងលាយចំណីមាន់បែបបច្ចេកទេសរបស់ខ្ញុំផ្ទាល់ណាលក្ខណៈគ្រួសារអញ្ចឹងនេះជាវិធីងាយៗទេយើងអស់គ្នាអាចធ្វើបានដូចតែគ្នាទេទី1គឺយើងត្រូវមានវត្ថុធាតុដើមដូចជាតកួនហើយនេះចំណីនេះចំណីលាយស្រាច់មានកន្ទក់មានពោតមានមេចំណីអញ្ចឹងណាអញ្ចឹងយើងយកមកលាយជាមួយនឹងស្រូវត្រាំយើងទៀតឬស្រូវបណ្ដុះមួយយប់ឬក៏2យប់យើងទៀតប៉ុន្តែបងប្អូនយកល្អគឺ2យប់អញ្ចឹងយើងដាក់ឲ្យមាន់ស៊ីគឺវាមានសុខភាពល្អហើយនឹងវាធំធាត់លឿនណាអញ្ចឹងនេះខ្ញុំពិសោធន៍របស់ខ្ញុំហើយបានខ្ញុំប្រាប់ចែកម្លែកទៅដល់បងប្អូនទាំងអស់គ្នាណាអញ្ចឹងមានមាន់ខាងលើហើយមាន់ខាងក្រោមអញ្ចឹងមើលទៅវាសុខភាពល្អហើយធំមែនតើធំលឿនរយៈពេល3ខែជាងអីគឺទទួលបានផលហើយបងប្អូនអាចចាប់លក់បានហើយបើសាច់វិញគឺអត់យើងនិយាយថាសឹងតែល្អជាងអមន់ដានដីហ៎បងប្អូនដោយសារអីវាអត់មានស៊ីចំណីណាផ្សេងដែលធ្វើឲ្យមានបញ្ហាសុខភាពទេវានៅតែលើទ្រុងអញ្ចឹងណាអញ្ចឹងបើបងប្អូនចង់ដឹងបន្ថែមថាយើងលាយវាមិនចាំខ្ញុំធ្វើវីដេអូមួយទៀតបង្ហាញបងប្អូនក្នុងវីដេអូក្រោយដោយសារតែនេះខ្ញុំធ្វើបញ្ញាប់ដែរដោយសារបញ្ញាប់ទៅធ្វើការណាហើយខ្ញុំមិនមែនជាចាំមន់អាជីពអីណាដែរទេគ្រាន់ថាខ្ញុំមានបទពិសោធន៍ខ្លះដែលខ្ញុំដកស្រង់បានហ្នឹងគឺខ្ញុំឆ្លៀតពេលចែកម្លែកបងប្អូនចឹងទៅព្រោះអីបើទៅរៀនគេវាអស់ច្រើនចំណាយច្រើនដែរហ្នឹងអញ្ចឹងនេះខ្ញុំសួរបងគាត់ដែលមានជំនាញខ្លះហើយនឹងដកស្រង់វិសោធន៍ខ្លួនឯងខ្លះណាដោយបងប្អូនបានឃើញអញ្ចឹងនេះជាមាន់របស់ខ្ញុំដែលចាំនេះរយៈពេលអាធំនៅលើទ្រុងរយៈពេលបាន2ខែហើយអាផ្សេងទៀតហ្នឹងល្មមចាប់លក់អស់ហើយ2-3ថ្ងៃទៀតហ្នឹងគឺខ្ញុំហៅគេមកចាប់ហើយការចិញ្ចឹមមាន់នេះដែរគឺអត់មានអីពិបាកទេបងប្អូនឲ្យតែបងប្អូនយកចិត្តទុកដាក់ថែទាំវាហើយអត់ចំណាយពេលច្រើនទេគឺដូចខ្ញុំអញ្ចឹងម៉ោង8ខ្ញុំចូលធ្វើការអញ្ចឹងម៉ោង6អីខ្ញុំនេះអស់ហើយខ្ញុំដាក់ចំណីមាន់អីហើយល្ងាចមកវិញគឺខ្ញុំចាត់ចែងដាក់បន្តទៀតអញ្ចឹងណាអញ្ចឹងយើងស្ទាបពេលថាមួយថ្ងៃ1ម៉ោង2ម៉ោងហើយតម្រាបមើលវាទេសំខាន់យើងរៀបចំកន្លែងវាបានត្រឹមត្រូវមានទ្រុងចំណីហើយចំណីហ្នឹងគឺសំខាន់ណាស់ចំណីកាលណាដែលយើងផ្ដល់ចំណីឲ្យវាត្រូវគឺវាមានសុខភាពល្អធំធាត់លឿនឆាប់ទទួលបានផលអញ្ចឹងណាហើយបញ្ជាក់បងប្អូនដែរថាមាន់ដែលខ្ញុំចិញ្ចឹមនេះគឺខ្ញុំដកពិសោធន៍នេះគឺខ្ញុំអត់ប្រើវ៉ាក់សាំងទេគឺខ្ញុំអត់ប្រើទេ